Sôm chùm rìa số bong bồn đặc nia nâng nông vi lâu này bùi dương sôm hai pi đặc biệt đầm làng cầm thi viên ra hay nâng đạ lai sân hay vi lâu này cứ chừng phơi đo chun sầm rập bong bồn mùi chùm nuôn đây còn họ toàn chạy đầm làng hay mình toàn chạy đạ lai sân nó về đây bong bồn tinh cầm thi tinh lai sân tới cứ bong bồn khác cứ gọn mình toàn chạy đầm làng hay mình toàn chạy đạ lai sân chẳng mong bồn ai mơ video nâng bàn chẳng xâmรับbên ra đây khác cho mừng hai nó cứ version 7.13 chẳng mong bồn ai bờ mó bờ folder nâng mó hay version về cả này bong bồn nó về để bong bồn tính version về cả này khác trong nhờ chỉ file zip chú nó nâng file zip nâng mong bồn ai mà làm hết bong bồn hay rồi mở bìa extra chẳng bong bồn extra file ban hết viên nâng trên gì folderแบบนี้chẳng bong bồn bạc folder nâng mò chẳng file สำหรับធ្វើការដំឡើងគឺនេះ WinRAR នេះ64 bit ហើយ version 7.13 chẳng bong bồnក្រាមមកស្ដាំនៅលើ file នឹងមកហើយទៅមកបងប្អូនយកពាក្យ open មកហើយទៅមកយកពាក្យ yes ហើយបន្តមកទៀតបងប្អូនយកពាក្យ install ហើយមកដល់ត្រង់ចំណុចនេះបងប្អូនអាចthích មកបងប្អូនរើសមកហើយបើសិនជាបងប្អូនចង់ឲ្យកម្មវិធី WinRAR ហ្នឹងវា load នៅលើ desktop បងប្អូនអាចចុច add WinRAR to desktop ហ្នឹងមកហើយអាហ្នឹងសម្រាប់យើងធ្វើការ add នៅលើ start menu កន្លែងហ្នឹងចឹងបើសិនជាបងប្អូនចង់វាបង្ហាញនៅលើកន្លែង start menu ហ្នឹងបងប្អូនអាចចុច add កន្លែង start menu នេះមកហើយបើសិនជាបងប្អូនមិនចង់ឲ្យវាបង្ហាញទេបងប្អូនអាចដោះ tick មកហើយបងប្អូនអាចរើសបាននៅត្រង់ចំណុចនេះហើយបើសិនជាបងប្អូនចង់ឲ្យវាលក្ខណៈនេះលក្ខណៈជា file ISO ហើយបើសិនជាបងប្អូនអាចចង់ឲ្យកម្មវិធី WinRAR ហ្នឹងអាចបើកជាមួយ file ISO បានបងប្អូនអាច tick មកហើយទៅមកយើងចុច OK មកហើយបន្តមកទៀតយើងចុចដាំហើយដល់ពេលដំឡើងចប់បងប្អូននឹងឃើញ WinRAR នៅលើ desktop ហើយអញ្ចឹងបងប្អូនអាចបើកវាមកបើកកម្មវិធី WinRAR ហ្នឹងបើកកម្មវិធី WinRAR មកបើសិនជាករណីកម្មវិធីបងប្អូនបើកមកហ្នឹងវាកម្មវិធីវា load មកបង្ហាញចំនួនតម្លៃអាហ្នឹងមានន័យថាកម្មវិធីហ្នឹងវាអត់ទាន់ជា full version ទេអញ្ចឹងបងប្អូនអាចមិនទាន់អាចប្រើប្រាស់បានជាផ្លូវការទេអញ្ចឹងបងប្អូនអាចបិទកម្មវិធី WinRAR សិនមកហើយបងប្អូនបើក folder license នេះបើកfolder license ហ្នឹងហើយបងប្អូនអាចcopy file license key ហ្នឹងបងប្អូនយកផាសចូលនៅក្នុងកម្មវិធី WinRAR ហ្នឹងទៅគឺអាចប្រើប្រាស់បានហើយនៅក្នុង file ហ្នឹងវាមាន license key code នៅក្នុងហ្នឹងស្រាប់អញ្ចឹងបងប្អូនចង់មើលបងប្អូនក៏មកស្ដាំហើយបងប្អូនយកពាក្យ open with មកហើយទៅមកបងប្អូនរើសយក notepad ហ្នឹងមកហើយចុច OK មកអញ្ចឹងដល់ពេលនោះបងប្អូននឹងឃើញ license key ហើយ license key code នៅក្នុង file ហ្នឹងអញ្ចឹងយើងបិទសិនទៅតែមកយើង copy file license key នេះ copy មកស្ដាំហើយយកពាក្យ copy មកហើយអាហ្នឹងបងប្អូនអាចបិទបានហើយតែមកបងប្អូនមើល WinRAR នៅលើ desktop នេះបងប្អូនមកស្ដាំតែមកយកពាក្យ open file location មក open file location ហើយបងប្អូនអាចផាសវាមកផាស file license នឹងចូលហើយផាសមកទៅមកបងប្អូនយកពាក្យ continue មកហើយប៉ុណ្ណឹងហើយអញ្ចឹងបងប្អូនអាចមកបើកកម្មវិធី WinRAR ហ្នឹងមកហើយនៅពេលដែល license ដំណើរការនៅពេលដែលបងប្អូនបើកកម្មវិធី WinRAR ហ្នឹងគឺវាលេង load ផ្ទាំងកម្មវិធីឬក៏ផ្ទាំងតម្លៃដែលក្រុមហ៊ុនគេដាក់មកដើម្បីឲ្យបងប្អូនធ្វើការបញ្ជាទិញ license អញ្ចឹងអាហ្នឹងគឺប៉ុណ្ណឹងឯងកម្មវិធី WinRAR គឺរបៀបនៃការដំឡើងដាក់ license គឺយើងមានប៉ុណ្ណឹងហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ប្រើប្រាស់នៅកម្មវិធី license
មិនថាកម្មវិធីវិនរាឬកម្មវិធីផ្សេងទៀតបងប្អូនអាចធ្វើការតាក់ទងមកកាន់ពួកយើងបានណាហើយយើងមាន license ច្រើនប្រភេទច្រើនកម្មវិធីអញ្ចឹងសម្រាប់ license ដោយកម្មវិធីវិនរាហ្នឹង license គឺអាចប្រើប្រាស់បានជារៀងរហូតណាអញ្ចឹងរហូតតតា computer ហ្នឹងវាដល់អាយុកាលវាខូចវាលេងដំណើរការហើយសម្រាប់ license ហ្នឹងបងប្អូនអាចធ្វើការ update បានអាចធ្វើការ update ឡើង version កម្មវិធីបានអាចឈូស Windows បានអញ្ចឹងហើយ license ហ្នឹងអាចយកមកប្រើឡើងវិញបាននៅពេលដែលបងប្អូនឈូស Windows ថ្មីនៅពេលដែលបងប្អូនឈូស Windows ថ្មីហើយបងប្អូនអាចយកកម្មវិធីអាចយក license ហ្នឹងមកដំឡើងហើយប្រើឡើងវិញបានអត់ជាបញ្ហាទេអញ្ចឹងសម្រាប់ license បងប្អូនទិញតែម្ដងគឺអាចប្រើបានជារៀងរហូតហើយមួយវិញទៀតយើងមានធានាជូនផងដែរករណីបងប្អូនប្រើទៅ license មានបញ្ហាយើងផ្លាស់ប្ដូរថ្មីជូនឥតគិតថ្លៃ